ឯកឧត្តមបណ្ឌិតអៀងសុផល្លែតសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានាជាច្រើនក្នុងវត្តកងជ័យស្រុកអូររៀងឪខេត្តត្បូងឃ្មុំឯកឧត្តមបណ្ឌិតអៀងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំនៅថ្ងៃទី9ខែមីនាឆ្នាំ2025បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសាលាពុទ្ធកបឋមសិក្សាចំនួន1ខ្នងមានកម្ពស់2ជាន់និងបណ្ណាល័យចំនួន1ព្រមទាំងសមិទ្ធផលនានាជាច្រើនក្នុងវត្តកងជ័យបារមីមានរិទ្ធស្ថិតនៅភូមិកងជ័យឃុំកងជ័យស្រុកអូររៀងឪខេត្តត្បូងឃ្មុំនៅក្នុងពិធីនេះដែរក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថានក្រុមការងារថ្នាក់ជាតិក្រុមការងារគណៈបកប្រជាជនកម្ពុជាចុះមូលដ្ឋានក្នុងស្រុកនិងខេត្តត្បូងឃ្មុំទាំងមូលថ្នាក់ដឹកនាំខេត្តមន្ទីរអង្គភាពជំនួយខេត្តយាយជីតាជីសិស្សានុសិស្សយុវជនកងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋយ៉ាងច្រើនកកកមានប្រសាសន៍នេះឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្ដេចតែងតែមានការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងជានិច្ចក្រោមមលុបសន្តិភាពដែលកម្ពុជាកំពុងទទួលបានពីនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពរីកចម្រើននិងមានសមិទ្ធផលកើតឡើងជាច្រើនដោយក្នុងពេលនេះសមិទ្ធផលក្នុងវិស័យសាសនាក៏ដូចជាសង្គមជាតិមួយបន្ថែមទៀតបានលេចជារូបរាងនៅក្នុងមូលដ្ឋានស្រុកអូររៀងឪក្នុងឱកាសសម្ដែងសម្ដាលជាមួយប្រជាពលរដ្ឋឯកឧត្តមបណ្ឌិតអៀងសុផល្លែតបានមានប្រសាសន៍ថាសមិទ្ធផលនៅថ្ងៃនេះឆ្លុះបញ្ចាំងពីការរួបរวมគ្នាសាមគ្គីគ្នាកសាងឡើងនិងបានដាក់ឲ្យប្រើប្រាស់តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋសូមបន្តរួមគ្នាលើកស្ទួយនិងបន្តកសាងសមិទ្ធផលនានាថ្មីបន្ថែមទៀតបន្តអនុវត្តយុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេនិងយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបានដែលកំពុងជំរុញឲ្យមូលដ្ឋានមានភាពស្អាតមានសកម្មភាពប្រមូលទុកដាក់សំរាមសំណល់ប្លាស្ទិកតាមមូលដ្ឋានតាមផ្លូវស្អាតជាបណ្ដាដើម្បីភាពរីកចម្រើនរុងរឿងនៃសង្គមជាតិយើងជាពិសេសដើម្បីកម្ពុជាដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាតផងដែរឯកឧត្តមបណ្ឌិតអៀងសុផល្លែតបានថ្លែងទៀតថាស្របពេលដែលប្រទេសជាតិយើងមានសុខសន្តិភាពមានមេដឹកនាំដ៏ត្រឹមត្រូវធ្វើឲ្យមានការអភិវឌ្ឍរីកចម្រើនក្នុងសហគមន៍ក្នុងសង្គមជាតិស្រុកអូររៀងឪដូចគ្នាពិតជាបានបោះជំហានយ៉ាងលឿនធ្វើឲ្យប្រជាពលរដ្ឋយើងរស់នៅមានជីវភាពធូរធារនិងមានលទ្ធភាពក្នុងការចូលរួមសាមគ្គីកសាងនៅសមិទ្ធផលនានាតាមទីវត្តអារាមធ្វើឲ្យមូលដ្ឋានមានភាពរីកចម្រើននិងការអភិវឌ្ឍទៅមុខជាលំដាប់ពលគឺរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាជាពិសេសក្រុមការងារចុះមូលដ្ឋានបានចូលរួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀនផ្លូវថ្នល់ជាបន្តបន្ទាប់ហើយនៅក្នុងពេលខាងមុខប្រជាពលរដ្ឋស្រុកអូររៀងឪនឹងទទួលបានការគាំទ្របន្ថែមទៀតទាំងវិស័យពុទ្ធចក្រនិងអាណាចក្រឲ្យមានការអភិវឌ្ឍរីកចម្រើនព្រមជាមួយគ្នាឯកឧត្តមរដ្ឋមន្ត្រីអៀងសុផល្លែតបាននាំយកបច្ច័យដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតប្រគេនដល់ព្រះសង្ឃនិងបានផ្ដល់ជូននៅសម្ភារៈប្រើប្រាស់និងថវិកាដល់លោកយាយលោកតាលោកគ្រូអ្នកគ្រូសិស្សានុសិស្សកងកម្លាំងប្រដាប់អាវុធក្រុមគ្រូពេទ្យដែលចូលរួមនាឱកាសនោះផងដែរ